ចាបងប្អូននេះគឺជាម៉ាស៊ីនធាក់អូតូអគ្គិសនីបង្វិលឲ្យស្វ័យប្រវត្តិចំពោះអ្នកជំងឺខ្សោយអ្នកជំងឺមនុស្សចាស់ដែលគាត់ជរាគ្មានកម្លាំងអ្នកជំងឺ stroke ខ្សោយជំហៀងឬក៏អ្នកជំងឺដែលខ្សោយមួយកណ្ដាត់ក្រោមនិយាយទៅជើងរបស់គាត់ទាំងពីរគឺខ្សោយតែម្ដងអញ្ចឹងយើងអាចធ្វើការហ្វឹកហាត់ជាមួយម៉ាស៊ីនធាក់អូតូអគ្គិសនីនេះបានដែលវាធ្វើការវិលឲ្យស្វ័យប្រវត្តិជាមួយនឹងអគ្គិសនីដោតភ្លើងប្រើអញ្ចឹងយើងអាចធ្វើការហ្វឹកហាត់ទាញធាក់ជើងរបស់គាត់តាមកម្លាំងដែលយើងចង់បានឧទាហរណ៍ថាយើងចង់បានលឿនកម្រិតណាយឺតមួយឧទាហរណ៍ថាកាត់តឹងតសៃជង្គង់ខ្លាំងយើងដាក់តិចតែបើគាត់កម្លាំងគាត់នៅរបៀបថាជើងរបស់គាត់ទន់នៅមានធម្មតាទេអត់តឹងតសៃខ្លាំងទេយើងអាចកម្រិតលឿនប្រហែលវិនាទីឬក៏នាទីបានទៀតអញ្ចឹងបងប្អូនអាចមើលបានហើយប្រភេទម៉ាស៊ីនធាក់ប្រភេទនេះក៏មានជាប្រភេទ remote បញ្ជាដែររបៀបថាឧទាហរណ៍ថាគាត់ហាត់គេងប្រើអញ្ចឹងគាត់អាចចុចបញ្ជាដើម្បីឲ្យបិទឬបើកបានព្រោះអីនៅពេលដែលអ្នកជំងឺដែល stroke ឬខ្សោយខ្លាំងមនុស្សចាស់អីគាត់ពិបាកក្នុងការងើបចុចអញ្ចឹងយើងប្រើប្រភេទ tele នេះបានអញ្ចឹងប្រភេទម៉ាស៊ីនធាក់អូតូអគ្គិសនីនេះមិនត្រឹមតែគេងប្រើអង្គុយប្រើទេគឺមុខងារវាអាចលើកដាក់ប្រើដៃបានផងដែរយើងអាចលើកដាក់លើតុឲ្យគាត់អង្គុយផ្អែកនៅទីតាំងផ្អែកណាមួយយើងដាក់ដៃរបស់គាត់ក៏មានប្រភេទស្រោមដៃជាប់ដៃដើម្បីឲ្យបង្វិលដៃរបស់គាត់អូតូអញ្ចឹងគាត់អាចហ្វឹកហាត់បានទាំងដៃនិងទាំងជើងផងដែរអញ្ចឹងប្រភេទម៉ាស៊ីនធាក់អូតូអគ្គិសនីនេះពិតជាផ្ដល់ថាប្រយោជន៍ចំពោះអ្នកជំងឺ stroke ខ្សោយដៃអ្នកជំងឺមនុស្សចាស់ឬអ្នកជំងឺដែលខ្សោយកម្លាំងជើងអញ្ចឹងយើងអាចធ្វើការប្រើប្រាស់ប្រភេទម៉ាស៊ីនធាក់អូតូអគ្គិសនីនេះបានមួយទៀតជាពិសេសបើសិនជាយើងចង់ប្រើដោយអត់ភ្លើងក៏បានដែរយើងដកភ្លើងចោលរួចអ្នកជំងឺដែលគាត់អាចមានកម្លាំងតិចគាត់ប្រើទាំងដៃទាំងជើងគាត់អាចប្រើបានដោយសារអីដោយសារតែឈុតម៉ាស៊ីនធាក់អូតូអគ្គិសនីនេះមានទាំងស្រោមដៃភ្ជាប់ដៃនិងមានទាំងជើងរនាប់ភ្ជាប់ជើងអញ្ចឹងគាត់អាចប្រឹងកម្លាំងបានតិចគាត់អាចធ្វើការធាក់ដោយអត់ដោតខ្សែអគ្គិសនីដោយអត់ដោតភ្លើងអញ្ចឹងគាត់អាចប្រើបានអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ជាវឬក៏ទិញប្រភេទម៉ាស៊ីនធាក់នេះអាចតាក់ទងមកខាងយើងខ្ញុំបានតាមឆាតតាមលេខទូរស័ព្ទឬ Telegram 092 23 8813អរគុណ